ប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំប្រដេចប្រគុណគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមលំអរកាយគោរពជម្រាបសួរសម្ដេចលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់និងសូមជម្រាបសួរអាដាមលោកជំទាវលោកស្រីនាងកញ្ញាបងប្អូនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងអស់ទូទាំងប្រជាជាតិកម្ពុជាជាទីគោរពនិងជាទីរាប់អានផងដែរបាននៅក្នុងគណៈពេលថ្មនេះគឺកម្មវិធីវិភាគព្រឹត្តិការណ៍សង្គមរបស់យើងក៏តែងតែផ្ដល់ជូនជាមួយនឹងខ្លឹមសារនៃបទវិភាគជាបន្តបន្ទាប់ដែលយើងនឹងផ្ដោតអារម្មណ៍ជុំវិញខ្លឹមសារសំខាន់ជាពិសេសគឺតាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកើតមាននៅក្នុងស្រុកទេសរបស់យើងហើយនៅក្នុងរាត្រីនេះផងដែរគឺលោកបណ្ឌិតឈឹមផលវរុនក៏លោកបានផ្ដល់កិត្តិយសសារជាថ្មីដើម្បីផ្ដល់ជាបទវិភាគជូនទៅដល់លោកស្រីនាងកញ្ញាបងប្អូនរួមជាតិជុំវិញព្រឹត្តិការណ៍ថ្មីដែលកើតមានបាទហើយសម្រាប់រាត្រីនេះគឺអ្វីដែលយើងនឹងលើកយកមកជូនទៅដល់បងប្អូនយើងគឺមានពីរប្រធានបទសំខាន់បាទទី1គឺតាក់ទងទៅនឹងការវិវត្តនៅក្នុងប្រជាជាតិកម្ពុជាដោយដែលលោកស្រីជ្រាបហើយដែលតាក់ទងទៅនឹងកិច្ចប្រជុំធំដែលនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសកម្ពុជារបស់យើងនេះដែលមានភាគីកម្ពុជាជាម្ចាស់ផ្ទះហើយក្រៅពីនោះផងដែរក៏យើងនឹងធ្វើការវិភាគជុំវិញអត្ថប្រយោជន៍ក៏ដូចជាអត្ថន័យនៃច្បាប់ដែលតាក់ទងទៅនឹងសមាគមនិងច្បាប់ដែលតាក់ទងទៅនឹងអង្គការសង្គមស៊ីវិលនេះតែម្ដងថាតើមានសារៈប្រយោជន៍យ៉ាងណាសម្រាប់ប្រទេសកម្ពុជាហើយក៏មានសារៈប្រយោជន៍យ៉ាងណាសម្រាប់អង្គការសង្គមស៊ីវិលក៏ដូចជាសមាគមដែលកើតមាននៅក្នុងស្រុកខ្មែររបស់យើងនេះបាទខ្ញុំសូមជម្រាបសួរលោកបណ្ឌិតឈឹមផលវរុនបាទជម្រាបសួរលោកសាស្ត្រាចារ្យបាទសូមអរគុណលោកបណ្ឌិតហើយក្នុងរាត្រីនេះគឺប្រធានបទដែលយើងនឹងពិភាក្សាហ្នឹងគឺថាមានពីរសំខាន់បាទទី1គឺតាក់ទងទៅនឹងការវិវត្តរបស់ប្រជាជាតិកម្ពុជាហើយចំណុចសំខាន់ដែលខ្ញុំលើកយកប្រធានបទដែលតាក់ទងទៅនឹងការវិវត្តនៅក្នុងប្រជាជាតិកម្ពុជាយកមកជូនលោកបណ្ឌិតដើម្បីធ្វើការវិភាគនេះគឺដោយហេតុថាជុំវិញអ្នកនយោបាយមួយចំនួនដែលយើងអាចនិយាយបានថាអ្នកនយោបាយដែលគាត់មាននិន្នាការប្រឆាំងគឺគាត់តែងតែផ្សព្វផ្សាយរួមជាមួយនឹងមូលបង្កាច់អំពីតថភាពពិតនៅកម្ពុជានឹងសុទ្ធតែជាប្រទេសមួយដែលគ្មានការវិវត្តសុទ្ធតែជាប្រទេសមួយដែលស្ថិតនៅក្នុងភាពអាប់អួរហើយបើយើងស្ដាប់នៅសម្ដីរបស់ពួកប្រឆាំងហ្នឹងគឺហាក់បីដូចជាកម្ពុជារបស់យើងនេះគឺស្ថិតនៅក្នុងឆ្នាំចង់និយាយថាស្ថិតនៅក្នុងសម័យកាលដ៏បុរាណ1000ឆ្នាំមុនឬក៏2000ឆ្នាំមុនឯណោះហើយអញ្ចឹងគឺថាខ្លឹមសារនេះខ្ញុំជឿជាក់ថានឹងមានប្រយោជន៍ជូនលោកអ្នកស្ដាប់ផងដែរឥឡូវនេះខ្ញុំសូមផ្ដល់សំណួរទៅលោកបណ្ឌិតតែម្ដងខ្ញុំចង់ឲ្យលោកបណ្ឌិតជួយជម្រាបជូនថាតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់តើលោកបណ្ឌិតមើលឃើញថាការវិវត្តនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងគឺឈានដល់កម្រិតណាដែរទៅលោកបណ្ឌិតបាទអរគុណណាស់នៅពេលដែលយើងចង់ឃើញទស្សនវិជ្ជានៃការវិវត្តពិតប្រាកដនៅកម្ពុជាតើតែយើងទាំងអស់គ្នាត្រូវឈរលើសុភវិនិច្ឆ័យជាក់លាក់មួយបាទហើយចក្ខុវិស័យរបស់យើងនេះកុំមានចរិតមួយដែលធ្វើឲ្យបិទបាំងនៅអ្វីដែលយើងមើលឃើញគឺទី1យើងត្រូវមើលឃើញទៅនឹងនយោបាយក្នុងស្រុកគឺការអភិវឌ្ឍនិងការស្ថាបនាប្រទេសភ្ជាប់ជាមួយនឹងនយោបាយសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សង្គមបាទមួយទៀតយើងត្រូវពិនិត្យទៅមើលនយោបាយការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិពីព្រោះកម្ពុជាក៏ជាប្រទេសមួយចាំបាច់និងសំខាន់ក្នុងធាតុមួយនៅក្នុងសហគមន៍អន្តរជាតិហើយក៏ជាតួអង្គមួយដ៏សំខាន់នៅក្នុងតំបន់សម្រាប់និន្នាការនៃប្រទេសនានាគ្រប់ប្រទេសនិន្នាការហ្នឹងក៏ត្រូវការទំនាក់ទំនងនៅក្នុងតំបន់ហើយជាមួយកម្ពុជាផងដែរដូច្នេះយើងត្រូវមើលឲ្យឃើញទស្សនវិជ្ជានេះឈរទៅលើន័យធៀបយើងកុំឈរទៅលើន័យដាច់ខាតដែលជាអត្ថន័យមួយធ្វើឲ្យអ្នកនយោបាយមួយមានភាពមោបាំងប្រឆាំងទៅនឹងការពិតនៅក្នុងសង្គមខ្មែរបាទឥឡូវយើងមើលទៅលើទស្សនវិជ្ជានៃនយោបាយក្នុងស្រុកបានន័យថាការអភិវឌ្ឍផ្ទៃក្នុងរហូតដល់សណ្ដាប់ធ្នាប់សង្គមបើយើងធៀបទៅនឹង
50 ឆ្នាំមុន 20 ឆ្នាំមុន 10 ឆ្នាំមុន រហូតដល់ 1 ឆ្នាំកន្លងទៅ យើងនឹងឃើញថា ពី 1 ឆ្នាំទៅ 1 ឆ្នាំ សមិទ្ធផលជាតិគឺបានបង្កើននៅការវិវត្តនឹងឯង នៅពេលដែលយើងនិយាយអំពីការអភិវឌ្ឍ បានន័យថាបើនៅដដែលក៏នឹងថ្កល់ក៏មិនមែនជាអភិវឌ្ឍដែរ អញ្ចឹងយើងមើលតើកម្ពុជាពី 1 ឆ្នាំ 1 ឆ្នាំនៅនឹងថ្កល់ ឬក៏មានការវិវត្តទៅមុខ អញ្ចឹងយើងពិនិត្យមើលសមិទ្ធផលទាំងអស់ យើងមុននឹងឈានទៅដល់សមិទ្ធផលនៃសតិសម្បញ្ញៈនិងវប្បធម៌របស់ប្រជាពលរដ្ឋ យើងអាចពិនិត្យមើលសមិទ្ធផលដែលយើងអាចមើលឃើញជាក់ស្ដែង ហើយពេលខ្លះ និន្នាការប្រឆាំងពុំសូវឲ្យតម្លៃទៅលើសមិទ្ធផលជាក់ស្ដែងដែលយើងមើលឃើញទេគេហៅរូបវន្តនោះទីហោគមនាគមន៍ ស្ពាន រហូតដល់អគារ នេះជាកត្តាសំខាន់ណាស់ដែលប្រទេសទោះបីកម្ពុជាជាប្រទេសដែលទើបនឹងក្រោកពីសង្គ្រាមរាំងជលហើយទប់បង្កសាងសន្តិភាពក្នុង 17 ឆ្នាំកន្លងទៅនេះ ក៏យើងត្រូវការនៅការអភិវឌ្ឍនៅរូបវន្តដែរដើម្បីជាកិច្ចការភាពជាតិដើម្បីជាទស្សនវិជ្ជាមួយបង្ហាញថាកម្ពុជាអាចធ្វើអ្វីទៅមុខទៀតបានជាមួយនឹងដៃគូអន្តរជាតិហើយយើងអាចពិនិត្យមើលឃើញគេមិនអាចឈរទៅលើនៃដាច់ខាតមួយថាប្រទេសក្រមិនគួរធ្វើស្ពានធ្វើអគារទំនើបអានឹងគឺអត់ត្រឹមត្រូវទេកាលណាយើងអនុវត្តនៅនយោបាយសេដ្ឋកិច្ចទីផ្សារសេរី គឺមិនមែនតែសេដ្ឋកិច្ចទីផ្សារសេរីសម្រាប់តែនយោបាយសេដ្ឋកិច្ចក្នុងស្រុកទេសេដ្ឋកិច្ចទីផ្សារសេរីក៏ត្រូវការនៅសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិមកចូលកម្ពុជាឬក៏ពាណិជ្ជកម្មក្នុងប្រទេសនិងពាណិជ្ជកម្មក្រៅប្រទេសដូច្នេះដើម្បីឲ្យបរទេសអាចចូលរួមនឹងដាក់ទុននៅកម្ពុជាគឺមិនមែនត្រូវការតែគោលការណ៍នៃសុវត្ថិភាពផ្លូវច្បាប់ទេក៏ត្រូវការនៅបរិស្ថានជុំវិញនិងរូបវន្តទាំងអស់ បានគេអាចយកមកដាក់ទុនមកអភិវឌ្ឍបានដោយសារចំណុចទាំងអស់នេះហើយដែលជាការទាញយកផលនៃការវិនិយោគនៅក្រោមបរិបទនយោបាយសេដ្ឋកិច្ចទីផ្សារសេរីជាមួយគ្នានោះដែរដើម្បីទ្រទ្រង់ទៅនឹងនយោបាយសេដ្ឋកិច្ចក៏ដូចជានយោបាយអភិវឌ្ឍក្នុងស្រុកគឺយើងនិយាយថានយោបាយក្នុងស្រុកនោះក៏យើងត្រូវមើលឲ្យឃើញនៅនយោបាយការបរទេសនិងកិច្ចសហប្រតិបត្តិការ បើសិនជាប្រទេសកម្ពុជាពុំត្រូវបានអន្តរជាតិទទួលស្គាល់ឬក៏ពុំបានគោរពទទួលស្គាល់ជាប្រទេសមួយដែលមានកិច្ចការរូបភាពអាចសហប្រតិបត្តិការស្មើភាពគ្នាដូច្នេះក៏វាជះឥទ្ធិពលអវិជ្ជមានក្នុងការអភិវឌ្ឍសង្គមជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចដែរប៉ុន្តែយើងអាចពិនិត្យមើលជាក់ស្ដែងនយោបាយការបរទេសរបស់ប្រទេសនីមួយៗជាពិសេសប្រទេសតូចដូចកម្ពុជាគឺត្រូវការនយោបាយការបរទេសដ៏ឆ្លៀសវៃហើយយើងអាចមើលឃើញទាំងអស់គ្នា នយោបាយការបរទេសដ៏ឆ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគឺជានយោបាយមួយសម្រាប់ផ្សារភ្ជាប់គ្នាជាមួយនឹងដៃគូសំខាន់ៗក្នុងពិភពលោកសម្រាប់ឲ្យគេសម្លឹងកម្ពុជាហើយនយោបាយការបរទេសនេះគឺសំខាន់ណាស់ដែលនៅរដ្ឋធម្មនុញ្ញខ្មែរក៏មានចែងដែរគឺនយោបាយការបរទេសរបស់យើងផ្អែកទៅលើការគោរពនៅផលប្រយោជន៍គ្នាទៅវិញទៅមកការមិនឈ្លានពានគ្នាហើយ គោលការណ៍អព្យាក្រឹតក៏ដូចជាគោលការណ៍សន្តិសហប្រជាជាតិបាទអរគុណលោកបណ្ឌិតបាទតកតងទៅនឹងខ្លឹមសារនេះផងដែរខ្ញុំក៏មានចំណាប់អារម្មណ៍តកតងទៅនឹងការលើកឡើងរបស់គណៈបកប្រឆាំងតាមដែលលោកបណ្ឌិតមានប្រសាសន៍អំពីការអភិវឌ្ឍនៅក្នុងប្រជាណាចក្រកម្ពុជាដោយដែលលោកបណ្ឌិតបានលើកជាឧទាហរណ៍ជុំវិញអគារខ្ពស់ៗ ឬក៏ផ្លូវស្ពានសាលារៀនមន្ទីរពេទ្យជាដើមបើយើងធ្វើការប្រៀបធៀបពី 10 ឆ្នាំមុនឬក៏ 20 ឆ្នាំមុននោះយើងឃើញថាមានការចម្រើនលូតលាស់គួរឲ្យពេញចិត្តខ្លាំងណាស់ហើយសម្រាប់អស់លោកដែលជាគណៈបកប្រឆាំងជាពិសេសគឺគណៈបកសិទ្ធិមនុស្សនេះតែម្ដងគឺមេដឹកនាំគណៈបកសិទ្ធិមនុស្សនេះគឺតែងតែលើកឡើងថាប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងរណ្ដៅគ្រោះថ្នាក់ឬក៏រណ្ដៅមរណៈ បាទពាក្យនេះគឺអាក្រក់អាក្រៃណាស់សម្រាប់អ្នកដែលមិនបានមើលឃើញកម្ពុជាគឺគេអាចយល់ឃើញថាជាប្រទេសមួយដែលស្ថិតនៅក្នុងភាពចលាចលនិងភាពវឹកវរតែម្ដងឥឡូវនេះអ្វីដែលខ្ញុំចង់ឲ្យលោកបណ្ឌិតធ្វើការវិភាគយើងឃើញថាថ្មីនេះកាលពីសប្តាហ៍មុនគឺកាលពីខែមុនហ្នឹងគឺវត្តមានរបស់
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺ Hillary Clinton ដែលលោកអញ្ជើញមកកាន់ប្រជាណាចក្រកម្ពុជារួមជាមួយនឹងតំណាងប្រជាជាតិចិនសភាចិននោះក៏លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជាហើយរហូតទៅដល់នៅថ្ងៃខាងមុខនេះគឺកម្ពុជានឹងរៀបចំកិច្ចប្រជុំធំៗជាលំដាប់អន្តរជាតិថែមទៅទៀតផងដែលយើងមិនធ្លាប់ធ្វើបែបនេះកាលពីមុនមកចង់និយាយពីមុនមកអត់ដែលមានទេធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំៗអីចឹងអត់ដែលមានទេអញ្ចឹងឆ្លងតាមព្រឹត្តិការណ៍ដូចដែលខ្ញុំជម្រាបជូននេះលោកបណ្ឌិតអាចធ្វើការពន្យល់បានទេថាតើវាជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសជាតិជាផ្នែកមួយដែលតាក់ទងទៅនឹងស្ថិរភាពនយោបាយក្នុងសង្គមកម្ពុជាដែរទេលោកបណ្ឌិតបាទចំណុចនេះសំខាន់ណាស់ដែលបងប្អូនជាពលរដ្ឋត្រូវតែមើលឃើញហើយនឹងស្គាល់អំពីតម្លៃរបស់ជាតិយើងការអះអាងរបស់គណៈបកប្រឆាំងគាត់មានគោលការណ៍តែមួយទេធ្វើយ៉ាងណាបន្តបង្អាប់រដ្ឋាភិបាលហើយដើម្បីបន្តបង្អាប់រដ្ឋាភិបាលឲ្យប្រជាពលរដ្ឋមើលគ្រប់គ្រងខ្លួនហើយប្រឆាំងឬស្អប់នឹងរដ្ឋាភិបាលគេកលៃអត្តន័យនិងកែច្នៃតម្លៃពិតរបស់ជាតិហើយចំណុចនេះដែលយើងមើលឃើញថាតើគេកែច្នៃតម្លៃពិតរបស់ជាតិនៅត្រង់ណាបានសេចក្តីថាសមិទ្ធផលជាតិដែលបានវិវត្តពីមួយឆ្នាំទៅមួយឆ្នាំគេពុំដែលទទួលស្គាល់ទេគេមានតែបន្តបង្អាប់ចំណុចនេះហើយដែលខ្ញុំចង់បញ្ជាក់ថាដូចលោកមេបកសិទ្ធិមនុស្សនេះគឺលោកកុំសុខាគេគ្រាន់តែយកពាក្យសិទ្ធិមនុស្សមកប្រើទេតែអំបូរនយោបាយរបស់ពួកគេគឺជាអំបូរនយោបាយជ្រុលនិយមហើយបានបរាជ័យរួចបាត់ទៅហើយនយោបាយជ្រុលនិយមនេះបានរលាយបាត់បង់ក្នុងរូបភាពគណៈបកមួយរួចទៅហើយបានកំពុងតែកែច្នៃនៅអំបូរនយោបាយរបស់ខ្លួនសារឡើងវិញក៏តែចរិតនៅតែដដែលគ្រាន់តែយកពាក្យផ្លាកសិទ្ធិមនុស្សមកប្រើនៅពេលដែលគេហ៊ានប្រើពាក្យថាប្រទេសមួយធ្លាក់នៅក្នុងមរណៈជ្រោះមរណៈអន្លង់អាវវិជ័យគេជាអ្នកនយោបាយគេមិនងាយប្រើពាក្យហ្នឹងទេគេស្គាល់ថាតើមុននឹងគេសម្រេចចិត្តប្រើពាក្យអាក្រក់ទាំងអស់នោះតើគេមានការទទួលខុសត្រូវដែរឬទេឬក៏និយាយដើម្បីបន្តបង្អាប់ជាតិរបស់ខ្លួនហើយស្វែងយកសលេងឆ្នោតលើកនេះដែលខ្ញុំចង់បញ្ជាក់ឲ្យឃើញថានិន្នាការប្រឆាំងជ្រុលនិយមប្រកាសជាកំពុងតែដង្ហើយហើយនៅជីវិតអវសានរបស់ខ្លួនទៅវិញទេដែលហ៊ានមើលងាយជាតិរបស់ខ្លួនធ្លាក់ក្នុងអន្លង់អវជ័យប៉ុន្តែការពិតខ្លួនឯងទេដែលនយោបាយកំពុងធ្លាក់នៅក្នុងមរណភាពនៃជីវិតនយោបាយនោះខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋឲ្យយល់ច្បាស់ចំណុចមួយបើសិនជាប្រទេសកម្ពុជាគ្មានការអភិវឌ្ឍជឿនលឿនគ្មានអន្តរជាតិណាគេស្វាគមន៍យើងទេមិនត្រឹមតែស្វាគមន៍ក្នុងន័យជាកិច្ចសហប្រតិបត្តិការទេស្វាគមន៍ទទួលស្គាល់នៅតម្លៃរបស់ជាតិយើងច្រើនណាស់ដូចខ្ញុំលើកឧទាហរណ៍សាមញ្ញមុននឹងយើងទៅលេងផ្ទះគេលុះត្រាតែយើងទទួលស្គាល់មិត្តភ័ក្តិនឹងសិនថាតើគេហដ្ឋានរបស់គេស័ក្តិសមនឹងយើងទៅផ្ដល់កិត្តិយសឬនៅអញ្ចឹងហើយតំណែងតំណងហ្នឹងមិនខុសអំពីតំណែងតំណងការបរទេសទេបរទេសអាចទទួលយកកម្ពុជាជាម្ចាស់ផ្ទះសម្រាប់រៀបនៅកម្មវិធីធំៗខ្នាតអន្តរជាតិលុះត្រាតែប្រទេសទាំងអស់នោះបានទទួលស្គាល់ថាកម្ពុជាមានសមត្ថភាពហើយមានសមត្ថភាពអភិវឌ្ឍហើយមានសមត្ថភាពរៀបចំធ្វើជាម្ចាស់ផ្ទះហើយមានសមត្ថភាពដើរតួអង្គជាអ្នកម្ចាស់ផ្ទះទៀតមិនមែនមានសមត្ថភាពត្រឹមធ្វើម្ចាស់ផ្ទះទទួលភ្ញៀវសាមញ្ញទេមានសមត្ថភាពដើរធ្វើជាតួអង្គម្ចាស់ផ្ទះទៀតហើយចំណុចនេះហើយដើម្បីគេទទួលស្គាល់បានមិនមែនតតែមានប្រជាធិបតេយ្យ 100% នោះទេគឺមានកត្តាច្រើនណាស់ទាំងពីរូបភាពជាក់ស្ដែងអគារគមនាគមន៍សណ្ដាប់ធ្នាប់និងតម្លៃប្រជាធិបតេយ្យសតិសម្បញ្ញៈវប្បធម៌របស់ប្រជាជាតិទៀតយើងមិនអាចយកពាក្យប្រជាធិបតេយ្យក្នុងន័យដាច់ខាតបានទេនៅសហរដ្ឋអាមេរិកក៏គ្មានប្រជាធិបតេយ្យដាច់ខាតដែរនៅប្រទេសអឺរ៉ុបខាងលិចក៏គ្មានប្រជាធិបតេយ្យដាច់ខាតដែរដូច្នេះហើយចរិតនយោបាយប្រឆាំងជ្រុលនិយមរបស់មេបកសិទ្ធិមនុស្សនេះគឺជាចរិតដែលគ្មានតម្លៃតទៅសោះសម្រាប់ប្រជាជាតិខ្មែរតែនឹងទុកឲ្យជោគវាសនានយោបាយរបស់គាត់ទទួលយកចោះកុំឲ្យតែយើងមិនផ្ដល់សេរីភាពឲ្យគាត់ធ្វើនយោបាយសម្រាប់ខ្លួនឯងនោះគឺយើងផ្ដល់សេរីភាពឲ្យគាត់ធ្វើនយោបាយសម្រាប់ខ្លួនឯងក្នុងន័យប្រជាធិបតេយ្យបានន័យថាប្រជាពលរដ្ឋគេលែងជឿដូច្នេះការឃោសនារបៀប
អ្នកនយោបាយប្រឆាំងជ្រុលនិយមគឺជាការឃោសនាបំផ្លាញខ្លួនឯងទេមិនអាចបំផ្លាញប្រជាពលរដ្ឋខ្មែរបានទេខ្ញុំជឿថាយុគសម័យនេះប្រជាពលរដ្ឋមានការវិភាគយល់ច្រើនណាស់ហើយយើងឃើញថាសេវាកម្មផ្សេងទាំងសេវាកម្មពីស្ថាប័នរដ្ឋពីស្ថាប័នអង្គការសង្គមពីស្ថាប័នអន្តរជាតិនានាគឺបានផ្ដល់ជូនប្រជាពលរដ្ឋអាចធ្វើការវិភាគច្រើនណាស់ដូច្នេះចរិតនយោបាយប្រឆាំងគ្មានបានប្រយោជន៍អ្វីទេគ្រាន់តែចេះតែរស់នៅក្នុងប្រជាធិបតេយ្យរបស់ស្រុកខ្មែរទៅប៉ុន្តែចេះតែតាំងខ្លួនឯងជាអ្នកអស្ចារ្យប៉ុន្តែវាគ្មានន័យអ្វីទេបាទអញ្ចឹងយើងទាញមកវិញចំពោះកិច្ចសានុភាពជាតិនិងកម្ពុជាកំពុងដើរតួដ៏សំខាន់ក្នុងទូនាទីជាម្ចាស់ផ្ទះស្វាគមន៍អន្តរជាតិនិងបណ្ដាប្រទេសនានានោះយើងមើលឃើញហើយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអគ្គលេខាធិការអង្គការសហប្រជាជាតិនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានៃបណ្ដាប្រទេសនានាគ្រប់និន្នាការលើសកលលោកសិទ្ធិថ្នាក់មហាអំណាចនិងថ្នាក់នៃប្រទេសធំៗទៀតមកកម្ពុជាហើយកម្ពុជាមិនត្រឹមតែដើរតួជាម្ចាស់ផ្ទះស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាមិត្តនិងបណ្ដាប្រទេសមហាអំណាចទាំងអស់នោះទេឥឡូវខ្លាយទៅជាម្ចាស់ផ្ទះក្នុងការរៀបចំនៅការប្រជុំធំខ្នាតអន្តរជាតិនេះបានន័យថាជាកិត្តិយសសំខាន់ណាស់ហើយអាកិត្តិយសដែលអន្តរជាតិនេះមកនោះគឺជាឥទ្ធិពលវិជ្ជមានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចបាទអ្នកវិនិយោគិនអ្នកជំនួញពាណិជ្ជករផ្សេងក្រៅប្រទេសនៅពេលដែលគេឃើញអន្តរជាតិថ្នាក់ដឹកនាំអន្តរជាតិថ្នាក់ដឹកនាំមហាអំណាចមកកម្ពុជាដោយរលូនសុវត្ថិភាពភ្ជាប់ជាមួយនឹងលទ្ធផលនៃការបន្តសហប្រតិបត្តិការអញ្ចឹងជះឥទ្ធិពលវិជ្ជមានឲ្យពាណិជ្ជករទាំងអស់នោះមកដាក់ទុនមកកម្ពុជាហើយក៏ជះនៅលទ្ធផលបច្ច័យវិជ្ជមានទៅដល់ទេសចរទៀតព្រោះយើងឃើញហើយគឺការដណ្ដើមទីផ្សារគ្នានៅខ្នាតអន្តរជាតិមិនមែនដណ្ដើមក្នុងន័យប្រទីងវិទង់នេះគឺដណ្ដើមនៅប្រជាប្រិយនិងការទទួលស្គាល់ពីអន្តរជាតិដូច្នេះនៅពេលដែលកម្ពុជាទទួលបានការទទួលស្គាល់និងប្រជាប្រិយភាពពីអន្តរជាតិកម្ពុជាមានឱកាសបង្ហាញច្រើនណាស់ទីហោដោយលោកជំទាវ Hillary Clinton បានមកទស្សនកិច្ចផ្លូវរដ្ឋផងហើយមកទស្សនកិច្ចផ្លូវឯកជនមកទស្សនាប្រាសាទអង្គរវត្តដូច្នេះនៅពេលត្រឡប់ទៅវិញណាសតិសម្បញ្ញៈនឹងវាជាឥទ្ធិពលល្អណាស់សម្រាប់កម្ពុជាចំណុចហ្នឹងហើយដែលសង្ខេបមកវិញទស្សនៈរបស់គណៈបកប្រឆាំងកាន់តែឃ្លាតឆ្ងាយអំពីសតិសម្បញ្ញៈជាតិហើយគេមិនដែលទទួលស្គាល់ថាការវិវត្តរបស់កម្ពុជាល្អទេដោយសារគេយល់ថាបើកម្ពុជាអភិវឌ្ឍល្អវាអាក្រក់ដល់ខ្លួនគេជាអ្នកគណៈបកប្រឆាំងហើយបើគេនិយាយថាកម្ពុជាអភិវឌ្ឍល្អបានន័យថាគេនឹងហាក់ដូចជាគ្រប់គ្រងរដ្ឋាភិបាលដោយសារអ្វីដោយសារគណៈបកប្រឆាំងនោះគេយល់ថាគណៈបកប្រឆាំងគឺជាគណៈបកដែលត្រូវតែប្រឆាំងនឹងរដ្ឋាភិបាលហើយនឹងហើយជាគណៈបកប្រឆាំងក្រៅក្របខ័ណ្ឌជាតិបតេយ្យបាទហើយចំណុចហើយខ្ញុំជឿថាថ្ងៃណាមួយប្រជាពលរដ្ឋនឹងទុកឲ្យគណៈបកប្រឆាំងជ្រុលនិយមទាំងអស់នោះនៅឯកោដែលបក់ដៃនឹងហៅលែងលឺហើយបាទឥឡូវនេះក៏សូមពេលវេលាសម្រាប់បន្តិចសិនបន្ទាប់ពីបានសម្រាប់បាញ់មិញនេះក៏សូមផ្ដល់សំណួរជាបន្តជូនលោកបណ្ឌិតឈឹមផលប្រុនបាទសូមអរគុណលោកបណ្ឌិតបាទដែលធ្វើការបំភ្លឺជុំវិញការវិវត្តនៅក្នុងប្រជាណាចក្រកម្ពុជារបស់យើងនេះតបទៅតាមការផ្ដល់សំណួរពីកម្មវិធីរបស់យើងហើយតាមរយៈខ្លឹមសារនៃការបកស្រាយនេះខ្ញុំបាទជឿជាក់ថាបងប្អូនប្រជាពលរដ្ឋដែលកំពុងតែតាមដានទស្សនាជាមួយនឹងនីតិរបស់យើងនេះក៏នឹងនាំគ្នាប្រើអារម្មណ៍ដើម្បីធ្វើការប្រៀបធៀបអតីតកាលរបស់កម្ពុជានិងបច្ចុប្បន្នភាពរបស់កម្ពុជាជុំវិញរឿងរ៉ាវនេះផងដែរខ្ញុំក៏គ្រាន់តែចូលរួមតិចតួចជាមួយនឹងលោកបណ្ឌិតដើម្បីជាការប្រៀបធៀបមួយដើម្បីឲ្យបងប្អូនយើងកាន់តែងាយយល់ងាយស្ដាប់ហើយក៏ងាយមើលឃើញផងដែរយើងគ្រាន់តែនិយាយអំពីបញ្ហាគមនាគមន៍មួយយើងសួរថាពី79មកបណ្ដាញផ្លូវខ្នល់ផ្លូវជាតិកម្ពុជាយើងនេះដែលតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តខណ្ឌទាំងអស់ទូទាំងប្រទេសនេះសួរថាតើយើងប្រើបានដែរឬទេគឺហេដ្ឋារចនាសម្ព័ន្ធទាំងឡាយទាំងពួងនេះគឺត្រូវបានខ្ទេចខ្ទាំទាំងអស់ផ្
ផ្លូវណាក៏ដាច់ផ្លូវណាក៏ខ្ទេចស្ពានណាក៏ដាច់ស្ពានណាក៏ខ្ទេចហើយយើងសួរថាបច្ចុប្បន្នភាពនេះប្រសិនបើរាជរដ្ឋាភិបាលរបស់យើងលោកអត់ធ្វើអីនោះសួរថាតើបណ្ដាញផ្លូវទាំងឡាយទាំងពួងដែលតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តខណ្ឌទូទាំង24នេះសួរថាតើយើងអាចទំនាក់ទំនងធ្វើដំណើរបានដែរឬអត់នេះគឺជាអ្វីមួយដែលបង្ហាញឲ្យឃើញអំពីការអភិវឌ្ឍហើយក៏ការរៀបចំប្រទេសឡើងវិញក្រោយពេលដែលកម្ពុជារបស់យើងប្រឈមទៅនឹងគ្រោះថ្នាក់នៅក្នុងអតីតកាលដែលកើតចេញពីការស៊ីសាច់ហុតឈាមគ្នារវាងខ្មែរនិងខ្មែរនេះក៏គ្រាន់តែជាការចូលរួមបន្តិចបន្តួចហើយខ្ញុំមានប្រធានបទមួយទៀតលោកបណ្ឌិតដែលចង់សូមយោបល់ពីលោកបណ្ឌិតផងដែរហើយប្រធានបទនេះខ្ញុំគិតថាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជាតិខ្មែរនេះគឺតាក់ទងទៅនឹងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះឯងដោយលោកបណ្ឌិតជ្រាបហើយថានៅពេលដែលប្រទេសកម្ពុជារបស់យើងកំពុងតែគោរពនៅសិទ្ធិមនុស្សកំពុងតែផ្ដល់នៅសេរីភាពគ្រប់បែបយ៉ាងជូនទៅដល់ប្រជាពលរដ្ឋរហូតទៅដល់អស់លោកដែលជាគណៈបកប្រឆាំងប្រើប្រាស់នៅសិទ្ធិសេរីភាពរបស់ខ្លួននឹងហួសព្រំដែនរហូតទៅដល់คล้ายទៅជាភាពអនាធិបតេយ្យថែមទៀតផងដែលប្រជាពលរដ្ឋលោកអ្នកហៅបែបហ្នឹងចំពោះអរិយាប័ត្ររបស់ពួកប្រឆាំងនឹងឯងហើយមិនតែប៉ុណ្ណោះបើយើងនិយាយអំពីអង្គការសមាគមអីក្រៅរដ្ឋាភិបាលនោះគឺថារាប់ភ្លេចគឺច្រើនណាស់បាទច្រើនណាស់ហើយចំណុចនេះក្នុងកលៈទេសៈបែបនេះខ្ញុំចង់សួរលោកបណ្ឌិតថាតើគួរតែមានច្បាប់តាក់ទងទៅនឹងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលទេចំពោះស្ថានភាពកម្ពុជាបច្ចុប្បន្នលោកបណ្ឌិតបាទអរគុណណាស់បើយើងនិយាយអំពីនីតិរដ្ឋគឺអ្វីពីតូចរហូតដល់ធំត្រូវការនៅគន្លងបែបបទនៅក្នុងគោលការណ៍នីតិរដ្ឋគឺយើងហៅថាច្បាប់នឹងឯងនៅប្រទេសដែលអនុវត្តនៅរបបប្រជាធិបតេយ្យសេរីដូចកម្ពុជាមិនមែនជាការគ្រប់គ្រាន់ត្រឹមតែយើងមានពហុបកត្រឹមតែយើងស្រែកនឹងឲ្យមានការគោរពសិទ្ធិមនុស្សទេដើម្បីមានពហុបកដើម្បីកុំឲ្យពហុបកនឹងចលាចលគ្នានៅលើគន្លងឬទីលានប្រកួតប្រជែងនយោបាយគឺយើងត្រូវការច្បាប់ហើយដើម្បីឲ្យសេរីភាពនៃការបង្កើតអង្គការសង្គមឬក៏ក្រុមតំណាងផលប្រយោជន៍ដែលយើងហៅថាសមាគមដើម្បីឲ្យកុំឲ្យមានទំនាស់ខ្វែងគ្នាគឺឬក៏ដើម្បីធានានៅវិធានដោះស្រាយនៃទំនាស់គឺយើងក៏ត្រូវការច្បាប់ហើយបើទាញមកការប្រើសេរីភាពទៅទៀតដើម្បីឲ្យការប្រើសេរីភាពមានព្រំដែនទទួលខុសត្រូវច្បាស់លាស់ក៏យើងត្រូវការច្បាប់ដូច្នេះទាញមកវិញប្រជាធិបតេយ្យសេរីមិនអាចដំណើរការដោយគ្មានច្បាប់ទេនេះប្រជាពលរដ្ឋទៅចងចាំកុំជឿទៅលើការឃោសនារបស់ក្រុមប្រឆាំងដែលជាក្រុមប្រឆាំងយកប្រជាធិបតេយ្យមកប្រើតែខ្លាចច្បាប់វាមិនខុសពីគេហៅថាមនុស្សដែលខូចមិនចូលចិត្តទីភ្លឺទេបាទលោកបណ្ឌិតត្រង់ចំណុចនេះខ្ញុំក៏ចង់ជម្រាបជូនទៅដល់លោកបណ្ឌិតផងដែរយើងឃើញថាសម្រាប់អង្គការសង្គមស៊ីវិលមួយចំនួនខ្ញុំមិននិយាយទាំងអស់ទេគឺមួយចំនួនហើយមួយចំនួននោះគឺខ្ញុំចង់សម្ដៅទៅលើអង្គការសង្គមស៊ីវិលនិងសមាគមប្រឆាំងនឹងតែម្ដងយើងឃើញថាក្រោយពេលដែលឮសូរតាក់ទងទៅនឹងសេចក្តីព្រាងច្បាប់ជុំវិញសមាគមក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលហ្នឹងខ្ញុំឃើញថាក្រុមអង្គការសង្គមស៊ីវិលប្រឆាំងទាំងឡាយទាំងពួងនឹងកំពុងតែបង្ហាញនៅចេតនាមួយប្រឆាំងជាមួយនឹងច្បាប់អង្គការសង្គមស៊ីវិលនិងអង្គការក្រៅរដ្ឋាភិបាលនឹងដោយមានអំណាងថាមិនចាំបាច់ក្នុងការបង្កើតឲ្យមានច្បាប់នឹងទេហើយរួមជាមួយនឹងការប្រឆាំងផ្សេងទៀតចំពោះអត្ថន័យក៏ដូចជាខ្លឹមសារនៃច្បាប់នឹងឯងអញ្ចឹងខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ជាក់ថាតាមការដែលលោកបណ្ឌិតមើលឃើញចំណុចសំខាន់ហេតុអីបានជាក្រុមអង្គការសង្គមស៊ីវិលរួមជាមួយនឹងអស់លោកដែលជាគណៈបកប្រឆាំងនេះហាក់បីដូចជាស្លន់ស្លោរួមជាមួយនឹងការប្រឆាំងជំទាស់ជាមួយនឹងអត្ថន័យនៃច្បាប់នឹងខ្លាំងមែនលោកបណ្ឌិតបាទចំណុចនេះហើយដែលជាប្រវត្តិខ្មែរគួរយល់ប្រជាធិបតេយ្យសេរីត្រូវការចលករសំខាន់
ក្នុងនយោបាយគឺគណៈបកអញ្ចឹងត្រូវការច្បាប់សម្រាប់ធានានៅចលករនយោបាយហ្នឹងដែលយើងហៅថាច្បាប់ស្ដីពីគណៈបកអញ្ចឹងយើងមានហើយមានយូរហើយទៀតបាទប៉ុន្តែចលករមួយទៀតនៅក្នុងសង្គមជាធិបតេយ្យគឺយើងត្រូវការចលករសង្គមដែលនៅក្នុងរដ្ឋធម្មនុញ្ញយើងក៏មានចែងដែរគឺចលករសង្គមនេះហើយគឺសំខាន់ណាស់ដែលយើងហៅថាសមាគមអង្គការសង្គមនានាប៉ុន្តែបើចលករសង្គមនោះគ្មាននិច្ចានុគោលភាពនៃច្បាប់សម្រាប់កំណត់អត្តសញ្ញាណការកើតនិងទួនាទីរបស់ខ្លួនចលករសង្គមនោះនឹងពុំអាចបំពេញទួនាទីបានទេអញ្ចឹងមានន័យថាដើម្បីឲ្យចលករសង្គមមានអត្តន័យនិងកិត្យានុភាពពិតប្រាកដនៅក្នុងសង្គមជាធិបតេយ្យគឺត្រូវការនៅច្បាប់ស្ដីអំពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលប៉ុន្តែកន្លងមកយើងដល់ពេលនេះគឺយើង17ឆ្នាំហើយដែលអង្គការសង្គមនិងអង្គការក្រៅរដ្ឋាភិបាលនានាកើតដោយគ្មានច្បាប់ប៉ុន្តែធ្វើដោយឆន្ទៈក៏មានអង្គការមួយចំនួនឆ្លៀតឱកាសយកបញ្ហាសិទ្ធិមនុស្សយកបញ្ហាជាធិបតេយ្យសម្រាប់ជាឋានសួគ៌នៃការកេងប្រវ័ញ្ចលុយសម្រាប់ចិញ្ចឹមក្រុមគ្រួសារខ្លួនទេពុំបានដើរតួផ្ដល់សេវាជូនសង្គមសម្រាប់ជាចលករអភិវឌ្ឍទេចំណុចនឹងហើយបានអ្នកទាំងអស់នោះរហូតដល់ប្រើទូនាទីខុសគឺពាក់ផ្លាកជាអង្គការសិទ្ធិមនុស្សប៉ុន្តែទូនាទីជាបំរើឲ្យគណៈបកប្រឆាំងនិងជាអ្នកនាំពាក្យឲ្យគណៈបកប្រឆាំងគឺជាការច្រឡំទូនាទីចឹងហើយអ្នកទាំងអស់នោះហើយដែលភ័យខ្លាចចំពោះច្បាប់ស្ដីពីសមាគមនិងច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាលនោះឯងបាទហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនជាពលរដ្ឋថានៅប្រទេសអនុវត្តជាធិបតេយ្យច្បាប់នេះគឺចាំបាច់ត្រូវតែមានហើយគឺមានតែកម្ពុជាទេដែល17ឆ្នាំអត់ទាន់មានហើយឥឡូវនេះគឺជាដំណាក់កាលដែលចាំបាច់ត្រូវតែមានហើយបើមិនចឹងទេនឹងធ្វើឲ្យជនខិលខូចឱកាសនិយមមួយចំនួនឆ្លៀតបង្កើតអង្គការដើម្បីបម្រើផលប្រយោជន៍ជំនួញដូររបស់ខ្លួនទេគឺថាយកមុខរបរធ្វើជាប្រធានអង្គការដើម្បីចិញ្ចឹមគ្រួសារទេហើយរហូតដល់យកមុខរបរជាប្រធានអង្គការដើម្បីតិចទៀនរដ្ឋាភិបាលតែប៉ុណ្ណោះហើយបម្រើឲ្យនយោបាយលាក់មុខតែប៉ុណ្ណឹងអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់អង្គការសង្គមជាច្រើនដែលគេកំពុងបម្រើការដល់សង្គមដ៏ពិតប្រាកដដូច្នេះយើងអាចចោទសួរហេតុអ្វីបានចាំបាច់ច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលគឺចាំបាច់ណាស់អង្គការក្រៅរដ្ឋាភិបាលគឺជានិច្ចានុគោលភាពរបស់អង្គការនោះចាំបាច់ត្រូវតែមានគោលការណ៍ច្បាប់កំណត់សមាគមក៏ត្រូវតែមានគោលការណ៍ច្បាប់កំណត់ពីព្រោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាលខុសគ្នាសប្តាហ៍ថ្ងៃនេះអ្នកខ្លះប្រើពាក្យសមាគមប៉ុន្តែខ្លួនឯងដើរតួច្បុកច្បល់ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលហើយអង្គការក្រៅរដ្ឋាភិបាលកិច្ចការសិទ្ធិមនុស្សដើរតួធ្វើជាគណៈបកប្រឆាំងទៅតិចទៀនរដ្ឋាភិបាលការពិតកាលណាយើងកំណត់អំពីអត្តសញ្ញាណនៅក្នុងច្បាប់ឲ្យច្បាស់ជនខិលខូចមិនអាចឆ្លៀកពាក់អង្គការក្រៅរដ្ឋាភិបាលដោយបន្លំភ្នែកជាប្រវត្តិទេខ្ញុំបញ្ជាក់ថាអង្គការក្រៅរដ្ឋាភិបាលនៅក្នុងស្តង់ដារនៃច្បាប់គេហៅថាជាអង្គការផ្ដល់សេវាជំនាញដល់សង្គមឧទាហរណ៍អង្គការសិទ្ធិមនុស្សដែលជាអង្គការក្រៅរដ្ឋាភិបាលគឺគោលក្រុមគោលដៅរបស់អង្គការសង្គមនឹងគឺជាការពន្យល់ប្រជាពលរដ្ឋអំពីសិទ្ធិសេរីភាពឲ្យមានការគោរពគ្នានេះហើយជាគោលដៅប៉ុន្តែអង្គការសិទ្ធិមនុស្សនិន្នាការប្រឆាំងនៅកម្ពុជាគេអត់ធ្វើចឹងទេគេមិនយកប្រជាពលរដ្ឋជាគោលដៅនៃសកម្មភាពការងារទេគឺគេយករដ្ឋាភិបាលជាគោលដៅចំណុចនេះហើយដែលយើងអាចមើលឃើញខ្ញុំលើកឧទាហរណ៍ដើម្បីបងប្អូនប្រជាពលរដ្ឋឲ្យមើលឃើញថាតើអង្គការនិន្នាការប្រឆាំងនឹងគាត់ច្រឡំតួនាទីយ៉ាងម៉េចអង្គការខ្លះតួនាទីគេប្រើថាជាអង្គការសម្រាប់រឿងកិច្ចការបោះឆ្នោតបាទប៉ុន្តែគេមិនមែនយកកិច្ចការបោះឆ្នោតច្បាប់បោះឆ្នោតដែលមានជាធរមានលិខិតបទដ្ឋាននានានៃកោជបដែលមានធរមានទៅបញ្យលប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋយល់ហើយប្រើសេរីភាពនិងសិទ្ធិបោះឆ្នោតរបស់ខ្លួនទេគេបែរទៅជាខ្ញុំប្រើពាក្យបែរទៅជានឹងគឺច្រឡំទូនាទីទាំងស្រុងដោយសារកម្មយុត្តច្បាប់គេបែរទៅជាដើរតួប្រមូលប្រជាពលរដ្ឋឲ្យតិចទៀននីតិវិធីរបស់កោជបទៅតិចទៀនច្បាប់បោះឆ្នោតទៅវិញនេះចំណុចនេះហើយដែលអង្គការរបៀបនេះបើមានច្បាប់អង្គការរបៀបនេះមិនអាចធ្វើកិច្ចការនឹងបានទេគឺខុសច្បាប់ហើយ
យើងសុំទៅក្រសួងមហាផ្ទៃបច្ចុប្បន្នគឺអង្គការសិទ្ធិមនុស្សក្តីអង្គការសិទ្ធិមនុស្សបម្រើការបោះឆ្នោតក្តីអង្គការផ្សេងៗអីសិទ្ធិតែមានកំណត់ទាំងអស់អញ្ចឹងក្រុមគោលដៅគឺប្រជាពលរដ្ឋឬក៏ផ្នែកមួយនៃក្រុមប្រជាពលរដ្ឋមិនមែនកោជបជាក្រុមគោលដៅទេមិនមែនរដ្ឋាភិបាលជាក្រុមគោលដៅហើយក៏មិនមែនស្ថាប័នរដ្ឋជាក្រុមគោលដៅសម្រាប់អ្នកតិចទៀនទេអ្នកត្រូវតែគោរពច្បាប់នឹងមានធរមានទោះបីអ្នកពេញចិត្តមិនពេញចិត្តអ្នកត្រូវតែបញ្យល់ប្រជាពលរដ្ឋឲ្យយល់អំពីច្បាប់ងាយស្រួលប្រជាពលរដ្ឋអនុវត្តនៅសិទ្ធិបោះឆ្នោតនេះខ្ញុំលើកឧទាហរណ៍ប៉ុន្តែអង្គការនោះបែរទៅជារៀបចំវេទិកាមួយទៅជាប្រមូលសម្លេងដើម្បីទាមទារឲ្យមានការកែប្រែនៅបទបញ្ញត្តិក្នុងច្បាប់កខងនោះទៅវិញអាហ្នឹងហើយដែលជាកំហុសខុសឆ្គងច្រឡំទូនីតិអង្គការសិទ្ធិមនុស្សមួយចំនួនទៀតបម្រើសេវាខាងសិទ្ធិនយោបាយសិទ្ធិពលរដ្ឋគេមិនដើរតួទៅបញ្យល់ប្រជាពលរដ្ឋថាតើសិទ្ធិពលរដ្ឋយើងជាពលរដ្ឋត្រូវធ្វើអ្វីឲ្យយល់យ៉ាងម៉េចកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃសិទ្ធិនយោបាយក្នុងន័យយើងជាពលរដ្ឋគឺបានសេចក្តីថាយើងត្រូវយល់ថាតើក្នុងកិច្ចការនយោបាយក្របខ័ណ្ឌជាធិបតេយ្យយើងជាពលរដ្ឋចូលរួមយ៉ាងម៉េចឲ្យត្រឹមត្រូវតាមច្បាប់និងឆ្លុះបញ្ចាំងនៃឆន្ទៈដែលភាសាបច្ចេកទេសគេហៅថាការបង្កើតឆន្ទៈការសម្ដែងឆន្ទៈនិងការសម្រេចឆន្ទៈ3នេះសំខាន់ណាស់ប៉ុន្តែអង្គការសិទ្ធិមនុស្សដែលតាំងខ្លួនថាជាអ្នកបម្រើទៅលើសេវាសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋនោះគេអត់បញ្យល់ប្រជាពលរដ្ឋឲ្យយល់អំពីឬក៏បំពាក់សមត្ថភាពឲ្យប្រជាពលរដ្ឋស្គាល់អំពីសិទ្ធិសេរីភាពរបស់ខ្លួនជាពលរដ្ឋនិងសិទ្ធិនយោបាយទេផ្ទុយទៅវិញគេទៅអូសទាញប្រជាពលរដ្ឋឲ្យចូលរួមជាមួយខ្លួនហើយតិចទៀនតតាំងប្រឆាំងនឹងអង្គការរដ្ឋប្រឆាំងនឹងអាជ្ញាធររហូតដល់រដ្ឋាភិបាលនិងស្ថាប័នរដ្ឋជាតិរហូតដល់មានករណីខ្លះញុះញង់ឲ្យប្រឆាំងនឹងច្បាប់ទៅទៀតចំណុចនេះហើយអង្គការសិទ្ធិមនុស្សបែបនេះគឺកំពុងដើរតួនាទីខុសហើយខ្ញុំគោរពបើសិនជាអ្នកចង់ប្រើសិទ្ធិនយោបាយអ្នកគុំស្លៀកពាក់ជាអង្គការសិទ្ធិមនុស្សគួរតែទៅចូលរួមជាមួយនឹងគណៈបកប្រឆាំងទៅព្រោះពេលហ្នឹងតួនាទីគណៈបកប្រឆាំងគេមានតួនាទីផ្សេងមួយទៀតដែលគេធ្វើខុសពីអង្គការសិទ្ធិមនុស្សចំណុចនេះហើយដែលចាំបាច់អញ្ចឹងច្បាប់នេះច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលគឺសំខាន់ណាស់ដើម្បីកំណត់អត្តសញ្ញាណរបស់សមាគមនិងអង្គការ NGO ឲ្យខុសអំពីគណៈបកប្រឆាំងបាទឥឡូវនេះក៏សូមពេលវេលាសម្រាប់បន្តិចសិនបន្ទាប់ពីបានសម្រាប់បាញ់មិញនេះក៏សូមផ្ដល់សំណួរជាបន្តជូនលោកបណ្ឌិតឈឹមផលបរុនបាទអរគុណលោកបណ្ឌិតតាក់ទងទៅនឹងច្បាប់ស្ដីអំពីសមាគមហើយនិងអង្គការក្រៅរដ្ឋាភិបាលហ្នឹងតើលោកបណ្ឌិតយល់ឃើញថាមានសារៈសំខាន់ទេសម្រាប់តម្រឹមនិងតម្រង់ឲ្យសមាគមក្តីអង្គការក្រៅរដ្ឋាភិបាលសង្គមស៊ីវិលក្តីឲ្យមានរបបនិងរបៀបរៀបរយនោះបាទនេះហើយចាំបាច់ហើយមានសារៈប្រយោជន៍ហើយសារៈសំខាន់ទៀតខ្ញុំលើកឧទាហរណ៍ចំណុចមួយទៀតអង្គការក្រៅរដ្ឋាភិបាលទទួលនៅថវិកាសាធារណៈថវិកាសាធារណៈមានថវិការបស់ជាតិក៏មាននិងថវិកាអន្តរជាតិក៏មានអានេះបើយើងឈរលើស្តង់ដារអន្តរជាតិសម្រាប់កម្ពុជាគេមិនចាត់ទុកថាប្រាក់ជំនួយបរទេសជាថវិកាសាធារណៈទេគេខូចណាស់តាមពិតថវិកាជំនួយបរទេសគឺបានមកពីប្រជាពលរដ្ឋបរទេសទីហោបានពីអាមេរិកគឺបានពីប្រជាពលរដ្ឋអាមេរិកមិនមែនឲ្យមេអង្គការទេគឺឲ្យក្នុងនាមប្រជាពលរដ្ឋខ្មែរប៉ុន្តែសម្រាប់ឲ្យមេអង្គការនិងប្រធាននិងបុគ្គលិកអង្គការធ្វើការងារផ្ដល់សេវាជូនប្រជាពលរដ្ឋខ្មែរដែលលុយនេះគឺជាលុយផ្ដល់ថ្លៃសេវាឲ្យពួកគាត់អញ្ចឹងអង្គការក្រៅរដ្ឋាភិបាលជាអង្គការដែលអត់យកប្រាក់ចំណេញប៉ុន្តែយកប្រាក់កម្រៃនេះត្រូវចងចាំប្រាក់កម្រៃដូចពួកគាត់ហ្នឹងស៊ីប្រាក់ខែហ្នឹងហើយប្រាក់កម្រៃហ្នឹងប៉ុន្តែអស់លោកទាំងអស់ហ្នឹងខូចខ្ញុំលើកឧទាហរណ៍ថវិកាទាំងអស់ហ្នឹងហើយដោយសារតែថវិកាសាធារណៈ
ទោះបីមកពីប្រភពអន្តរជាតិក៏ដោយឬពីប្រភពជាតិក៏ដោយនៅប្រទេសជឿនលឿនគឺគេបានពីប្រភពនៃតារាងថវិកាជាតិទៀតអញ្ចឹងថវិកាហ្នឹងត្រូវតែមាន accountability ច្បាស់លាស់បានសេចក្តីថាមានគណនេយ្យភាពច្បាស់លាស់និងតម្លាភាពតែអង្គការនៅកម្ពុជានេះបកកែទាមទារឲ្យគេឬចង្អុលគេឲ្យមានតម្លាភាពនិងគណនេយ្យភាពតែខ្លួនឯងគឺគ្មានគណនេយ្យភាពទេអញ្ចឹងច្បាប់សំខាន់ណាស់ច្បាប់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលត្រូវមានចម្ពោះមួយនិយាយអំពីគណនេយ្យភាពរបស់អង្គការពួកគណនេយ្យភាពអង្គការមិនមែនជាការលុកលុយរបស់រដ្ឋទេគឺអ្នកឯងបើយើងមានភាពសុចរិតថវិកាសាធារណៈដែលយើងទទួលបានជាប្រាក់ជំនួយក្តីឬប្រាក់ពីថវិកាជាតិក្តីយើងត្រូវមានគណនេយ្យភាពច្បាស់លាស់ហើយមានតម្លាភាពច្បាស់លាស់ដែលប្រជាពលរដ្ឋមានសិទ្ធិដឹងបានសប្តាហ៍ថ្ងៃនេះថវិកាអង្គការដោយសារមានថវិកានឹងហើយបានផ្ទៃក្នុងអង្គការឆ្លោះគ្នាច្រើនណាស់មានអង្គការបច្ចុប្បន្នក៏មានអង្គការកកោកឆ្លោះគ្នារឿងបញ្ហាលុយហ្នឹងអញ្ចឹងហើយនៅក្នុងប្រទេសជឿនលឿនដែលមានច្បាប់ត្រឹមត្រូវគឺគេចែងទៀតនៅពេលដែលមានបញ្ហាផ្ទៃក្នុងគេយកច្បាប់អីទៅដោះស្រាយទីហោបញ្ហាពាក់ព័ន្ធនឹងនីតិការងារគឺបុគ្គលិកដែលធ្វើការនៅ NGO គឺពាក់ព័ន្ធនឹងនីតិការងារហើយការចាយវាយថវិកាសាធារណៈទោះបីជាថវិកានឹងបានពីបរទេសក៏ដោយប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំបញ្ជាក់ឲ្យរយៈទៀតហើយកុំឲ្យជនខិលខូចឆ្លៀតកេយ្យាវ័ញថាជាលុយរបស់ខ្លួនឯងជាឯកជននោះមិនមែនទេលុយហ្នឹងគឺជាលុយបរទេសសម្រាប់ប្រជាជាតិខ្មែរដូច្នេះលុយហ្នឹងត្រូវតែស្ថិតនៅក្នុងគណនេយ្យភាពនៃច្បាប់អង្គការបាទដូចគ្នាដែរចំពោះសមាគមនៅកម្ពុជាមានលក្ខណៈខុសពីសមាគមនៅប្រទេសដទៃត្រង់ថាទទួលបាននៅថវិកាមួយចំនួនឯពីក្រៅប្រទេសប៉ុន្តែសមាគមនៅកម្ពុជាក៏ត្រូវតែរៀបខ្លួនឲ្យដូចនឹងសមាគមនៅប្រទេសជឿនលឿនដែរត្រូវតែមានអត្តសញ្ញាណខ្លួនច្បាស់លាស់បានន័យថាជាក្រុមតំណាងផលប្រយោជន៍នៅកម្ពុជាមានភាពច្រឡូកច្រឡំច្រើនណាស់សហជីពមួយចំនួនសមាគមខ្ញុំលើកសមាគមគ្រូបង្រៀនមិនគិតអំពីការពារផលប្រយោជន៍គ្រូបង្រៀនទេទៅខ្វល់តាំងពីរឿងគុណភាពសិក្សារបស់សិស្សបើអញ្ចឹងមិនក៏ដាក់ជាសមាគមបណ្ដុះបណ្ដាលនិស្សិតអីចឹងទៅឬក៏សិស្សទៅហើយខ្លួនជាសមាគមគ្រូបង្រៀនខ្លួនត្រូវនិយាយអំពីផលប្រយោជន៍តំណាងឲ្យផលប្រយោជន៍គ្រូបង្រៀនដែលជាសមាជិករបស់សមាគមហ្នឹងអញ្ចឹងកាលណាមានច្បាប់គឺយើងនឹងតម្រែតម្រង់បញ្ជាក់ថាសមាជិកអង្គការដែលមានសមាជិកដូច្នេះអង្គការនោះតំណាងឲ្យផលប្រយោជន៍សមាជិកផ្អែកលើច្បាប់អញ្ចឹងมันអាចប្រធានសមាគមណាមួយប្រើតួនាទីជាប្រធានសមាគមតែទៅប្រើទៅធ្វើកិច្ចការផ្សេងសប្តាហ៍ថ្ងៃមានប្រធានសមាគមធ្វើកិច្ចការផ្សេងច្រើនណាខ្លួនជាប្រធានសមាគមគ្រូបង្រៀនតែទៅធ្វើកិច្ចការរឿងផ្សេងបើធ្វើកិច្ចការរឿងផ្សេងមិនត្រូវស្លៀកពាក់ឯកសណ្ឋានជាប្រធានសមាគមគ្រូបង្រៀនទេមានប្រធានសហជីពខ្លះពាក់ផ្លាកជាប្រធានសហជីពប៉ុន្តែទៅធ្វើរឿងផ្សេងដែលពុំបានតំណាងឲ្យសមាជិករបស់ខ្លួនដែលជាកម្មករកម្មការិនីអញ្ចឹងហើយបានថ្មីនេះយើងឮឃើញមានថាមានប្រតិកម្មពីសមាជិកចាប់ផ្ដើមចេះតវ៉ាថាប្រធានអង្គការសមាគមរបស់ខ្លួនពុំបានបម្រើឲ្យផលប្រយោជន៍របស់ខ្លួននេះចាប់ផ្ដើមជជែកមានអញ្ចឹងនៅពេលដែលមានច្បាប់នឹងគឺធានាការពារនៅសិទ្ធិនិងកាតព្វកិច្ចរបស់សមាជិកនៃសមាគមនីមួយៗទៀតអញ្ចឹងហើយសូម្បីតែការចាយវាយថវិការបស់សមាគមក៏ត្រូវតែមានតម្លាភាពដែរដើម្បីធានានៅភាពសុចរិតចំពោះសមាជិកខ្លួនដែលយើងហៅថាកុំឲ្យមានការរំលោភលើសេចក្តីទុកចិត្តនៅកម្ពុជានេះអង្គការក្រៅរដ្ឋាភិបាលគឺរំលោភលើសេចក្តីទុកចិត្តរបស់បុគ្គលិករំលោភលើសេចក្តីទុកចិត្តរបស់ម្ចាស់ជំនួយច្រើនណាឧទាហរណ៍គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាការជំនាន់លោកកឹមសុខានឹងតែម្ដងហ្នឹងហើយមិនមែនមានតែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាការជំនាន់ហ្នឹងទេអង្គការសិទ្ធិមនុស្សមួយចំនួនទៀតក៏មានដែរគ្មានតម្លាភាពច្បាស់លាស់ទេសូម្បីតែបុគ្គលិករបស់ខ្លួនមិនឲ្យដឹងតារាងថវិកាផងអញ្ចឹងកាលណាមានច្បាប់ស្ដីអំពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដូច្នេះមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់នៅអង្គការនីមួយៗគឺមានសិទ្ធិនិងមានកាតព្វកិច្ចត្រូវតែដឹងអំពីថវិការបស់អង្គការខ្លួនហើយបាទអរគុណលោកបណ្ឌិតបាទហើយឥឡូវនេះជាចុងក្រោយខ្ញុំចង់ឲ្យលោកបណ្ឌិតជួយជម្រាបជូនជនរួមជាតិបន្តិចដោយសារថាមុននេះគឺលោកបណ្ឌិតបានមានប្រសាសន៍តាក់ទងទៅនឹងអរិយាប័ត្រខុសឆ្គងរបស់សមាគមនិងអង្គការសង្គមស៊ីវិលប្រឆាំង
ចឹងខ្ញុំចង់ឲ្យលោកបណ្ឌិតជួយសង្ខេបថាបើតាមអត្ថន័យពិតឬក៏តួនាទីពិតរបស់សមាគមក៏ដូចជាអង្គការសង្គមស៊ីវិលប្រឆាំងហ្នឹងដើម្បីបានជាប្រយោជន៍ទៅដល់សង្គមឬក៏ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋនោះថាតើត្រូវបំពេញតួនាទីយ៉ាងម៉េចដែរទៅលោកបណ្ឌិតបាទចំណុចនេះគឺសម្រាប់សមាគមក្រុមគោលដៅរបស់សមាគមមិនមែនអ្នកដទៃទេបាទទីហោដោយសមាគមនិស្សិតឬក៏សមាគមគ្រូបង្រៀនឥឡូវយើងលើកសមាគមគ្រូបង្រៀនចុះបាទក្រុមគោលដៅរបស់សមាគមគ្រូបង្រៀនមិនមែនសិស្សានុសិស្សមិនមែននិស្សិតមិនមែនកសិករមិនមែនកម្មករទេហើយក៏មិនមែនព្រំដែនហើយក៏មិនមែនព្រំដែនដែរក្រុមគោលដៅរបស់សមាគមគ្រូបង្រៀនគឺគ្រូបង្រៀនដែលជាសមាជិករបស់អង្គការខ្លួនរបស់សមាគមខ្លួនគឺត្រូវការពារផលប្រយោជន៍របស់គ្រូបង្រៀនហ្នឹងឧទាហរណ៍តើបរិស្ថាននៅសាលារៀនមានការប៉ះពាល់ទៅលើផលប្រយោជន៍សិទ្ធិសេរីភាពរបស់គ្រូបង្រៀនដែរអត់បាទហើយនឹងបរិស្ថានផ្សេងសម្រាប់ជីវភាពរស់នៅរបស់គ្រូបង្រៀននេះហើយជាកត្តាសំខាន់តើមានការមាក់ងាយពីសិស្សានុសិស្សដែលមិនឲ្យតម្លៃទៅលើគ្រូបង្រៀននេះហើយជាភារកិច្ចនៃសមាគមគ្រូបង្រៀនដែលយកគ្រូបង្រៀនដែលជាសមាជិកសមាគមខ្លួនជាក្រុមគោលដៅដូចគ្នានឹងទៀតអង្គការក្រៅរដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលកាលណាមានច្បាប់គឺកំបញ្ជាក់ឲ្យច្បាស់ថាតើក្រុមគោលដៅរបស់អង្គការសិទ្ធិមនុស្សមួយអ្នកណាបាទមិនមែនរដ្ឋាភិបាលទេណាផ្ទុយទៅវិញក្រុមគោលដៅរបស់អង្គការសិទ្ធិមនុស្សគឺក្រុមប្រជាពលរដ្ឋណាមួយដែលខ្លួនត្រូវជ្រើសរើសដើម្បីឲ្យប្រជាពលរដ្ឋនឹងទទួលបាននូវការយល់ដឹងមានសមត្ថភាពយល់ដឹងខ្លាចជាពលរដ្ឋមានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍប្រទេសពាក្យថាចូលរួមអភិវឌ្ឍប្រទេសមិនមែនទៅកាប់ដីហែកដីឬក៏ទៅជួយថែថ្នល់អីទេទី1ក្នុងន័យសតិសម្បញ្ញៈឲ្យយល់ពីសិទ្ធិសេរីភាពរបស់ខ្លួនដើម្បីកុំរំខានទៅអ្នកដទៃកាលណារំខានទៅអ្នកដទៃគឺវាធ្វើឲ្យរំខានដល់ការងារកសាងប្រទេសហើយនេះទី1ទី2ដើម្បីទៅរក្សានៅសមិទ្ធផលយើងផ្ដើមចេញពីសមិទ្ធផលនៅក្នុងគ្រួសារសមិទ្ធផលនៅក្នុងសហគមន៍ដូចជាប្រព័ន្ធលូបន្លាយផ្លូវលក្ខណៈហ្នឹងនេះប្រជាពលរដ្ឋចូលរួមមិនមែនទៅទាមទារឲ្យរដ្ឋទៅដោះស្រាយទេយើងត្រូវការពារសមិទ្ធផលថែរក្សាសមិទ្ធផលនេះលូស្ទះផ្លូវកលុកនៅតាមមូលដ្ឋានខ្ញុំមិននិយាយផ្លូវជាតិធំៗទេណានេះនឹងហើយដែលជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងរបបជាធិបតេយ្យសេរីអញ្ចឹងអង្គការសិទ្ធិមនុស្សអង្គការក្រៅរដ្ឋាភិបាលលក្ខណៈត្រូវយកប្រជាពលរដ្ឋជាក្រុមគោលដៅមិនមែនទៅជាលូខូចខ្លួនឯងជាអង្គការសិទ្ធិមនុស្សសម្រាប់បដិបដាប្រជាពលរដ្ឋតែទៅជាតិចទៀតរដ្ឋាភិបាលដូចគ្នានឹងអង្គការក្រៅរដ្ឋាភិបាលដែលបម្រើការកិច្ចការបោះឆ្នោតមិនមែនយកក្រុមគោលដៅគឺគោលជបជាក្រុមគោលដៅសម្រាប់ខ្លួនឯងនេះទេដូច្នេះអានឹងមិនមែនអង្គការក្រៅរដ្ឋាភិបាលទេអានឹងគណៈបព្វឆាំងហើយខ្លួនត្រូវយកក្រុមគោលដៅជាប្រជាពលរដ្ឋហើយត្រូវបញ្យល់ប្រជាពលរដ្ឋអំពីលិខិតបទដ្ឋាននានាស្ដីពីការបោះឆ្នោតនីតិវិធីរបស់គោលជបដើម្បីប្រជាពលរដ្ឋដឹងពេលណាធ្វើយ៉ាងម៉េចដើម្បីឲ្យការបោះឆ្នោតនឹងដំណើរការរលូនសេរីទៅរួចនេះជាកាតព្វកិច្ចខ្ញុំលើកទីហោមានអង្គការគេល្អច្រើនណាស់ដូចជាអង្គការខាងកសិកម្មក្រុមគោលដៅរបស់គេមិនមែនទៅតិចទៀនរដ្ឋមន្ត្រីក្រសួងកសិកម្មទេឬក៏ទៅតិចទៀនក្រសួងកសិកម្មទេក្រុមគោលដៅរបស់គេគឺកសិករគេទៅពន្យល់ប្រជាពលរដ្ឋអំពីការធ្វើកសិកម្មស្រូវបន្លែផ្លែឈើពាក់ព័ន្ធទៅរឿងជីធម្មជាតិជីគីមីរបៀបប្រើពាក់ព័ន្ធទៅនឹងការធ្វើប្រពលវប្បកម្មឬក៏ការលើកស្ទួយនៅទិន្នផលរហូតដល់គិតទៅដល់ការរួមគ្នារៀបចំទីផ្សារលក់ដូរនៅផលិតផលកសិកម្មអានឹងបានគេហៅថាអង្គការក្រៅរដ្ឋាភិបាលដែលផ្ដល់សេវាជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋតាមជំនាញរបស់ខ្លួននិងទៅលើក្រុមគោលដៅនឹងបានយើងហៅថាជាអង្គការពិតប្រាកដចឹងហើយច្បាប់ត្រូវការកំណត់បញ្ហាហ្នឹងបើមិនចឹងទេអង្គការសិទ្ធិមនុស្សសប្តាហ៍ថ្ងៃនេះដៃគូរបស់គាត់គណៈបព្វឆាំងនិងអង្គការក្រៅរដ្ឋាភិបាលអង្គការបរទេសសប្តាហ៍ថ្ងៃហ្នឹងគេបញ្ជូនសារទៅអង្គការបរទេសដើម្បីជេររដ្ឋាភិបាលនេះឲ្យខុសគោលដៅហើយគេគួរបង្កើតថាខ្លួនឯងជាគណៈបកនយោបាយល្អជាងកាលណាយើងនិយាយអំពីអង្គការក្រៅរដ្ឋាភិបាលយើងក៏ត្រូវកំណត់ក្រុមគោលដៅឲ្យច្បាស់ហើយនឹងអត្តសញ្ញាណរបស់ខ្លួនឲ្យច្បាស់ហើយនឹងកណន័យភាពរបស់ខ្លួនឯងនឹងឯងបាទសូមអរគុណលោកបណ្ឌិតបាទលោកស្រីនាងកញ្ញាទូទស្សនិកជនជាទីគោរពនិងជាទីរាប់អានបាទ
អំបញ្ញមិញនេះគឺបងប្អូនក៏បានជ្រួតជ្រាបហើយអំពីអត្ថន័យពិតនៃអរិយាបថក៏ដូចជាមេយាទរបស់អង្គការសមាគមក៏ដូចជាគេហៅថាអង្គការសង្គមស៊ីវិលនឹងថាតើគួរមានតួនាទីយ៉ាងម៉េចហើយផ្អែកទៅលើគោលដៅណាដើម្បីឲ្យចំទៅនឹងវត្ថុបំណងរបស់ម្ចាស់ជំនួយហើយក៏ដូចជាឲ្យចំទៅនឹងតួនាទីដែលខ្លួនត្រូវធ្វើសម្រាប់ប្រយោជន៍សង្គមប្រយោជន៍ប្រជាពលរដ្ឋនឹងផងដែរហើយជាការពិតដោយបងប្អូនឃើញហើយថាមេយាទក៏ដូចជាសកម្មភាពរបស់សមាគមនៅកម្ពុជាក៏ដូចជាអង្គការសង្គមស៊ីវិលនៅកម្ពុជាហ្នឹងមួយចំនួននោះគឺថាកំពុងតែបង្ហាញនៅភាពអនាធិបតេយ្យដោយដែលលោកបណ្ឌិតបានមានប្រសាសន៍អញ្ចឹងអាតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនមិនគិតធ្វើទៅធ្វើអារឿងដែលវាគេហៅថារំលោភទៅលើកិច្ចការរបស់អ្នកដទៃហើយរំលោភនឹងទៅទៀតគឺរំលោភឆ្ងាយតែម្ដងក្នុងឋានៈដែលខ្លួនគ្មានចំណេះគ្មានជំនាញទៅផ្នែកនោះគឺនិយាយឲ្យចំទៅគឺថាពួកទាំងឡាយទាំងពួងនេះគឺគិតតែពីរឿងថាប្រឆាំងហើយប្រឆាំងនឹងគឺថាប្រឆាំងដោយងប់ងល់ប្រឆាំងដោយមិនមើលអំពីស្ថានភាពពិតជាក់ស្ដែងដែលកើតមាននៅក្នុងសង្គមទេហើយរហូតទៅដល់អង្គការសង្គមស៊ីវិលប្រឆាំងខ្លះហ្នឹងគឺថាប្រឆាំងរហូតទៅដល់ខកខ្លួនទៅទៀតតួយ៉ាងដូចជាគេអះអាងថាស្រុកគ្មានការវិវត្តរាជរដ្ឋាភិបាលអត់ធ្វើអីប៉ុន្តែធៀបពិតសកម្មភាពពិតយើងឃើញថាសមិទ្ធផលជាច្រើនដែលកើតមានដែលពួកគេកំពុងតែប្រើប្រាស់នៅសមិទ្ធផលទាំងឡាយនោះដើម្បីជាប្រយោជន៍សម្រាប់បុគ្គលខ្លួនគេក៏ដូចជាប្រយោជន៍សម្រាប់បព្វពួករបស់គេផងដែរអញ្ចឹងបានថាការដែលយើងប្រឆាំងងប់ងល់ជ្រុលនិយមពេកនោះគឺវានាំឲ្យយើងនឹងបាត់បង់តម្លៃជាសមាគមបាត់បង់តម្លៃជាអង្គការសង្គមស៊ីវិលនឹងផងដែរអញ្ចឹងហើយបានថាព្រឹត្តិការណ៍វិភាគរបស់យើងនេះគ្មានចេតនាក្នុងការបដៅឬក៏អប់រំអស់លោកទាំងនោះទេគ្រាន់តែប្រមូលអ្នកទាំងអស់គ្នាដែលមានចិត្តអសតិដែលមានគំនិតប្រឆាំងនឹងឲ្យមកពិចារណាជាមួយនឹងកម្មវិធីរបស់យើងហើយឥឡូវនេះឃើញថាពេលវេលានៃកម្មវិធីយើងក៏មកដល់ទីបញ្ចប់ទៅហើយខ្ញុំបាទក៏សូមថ្លែងអំណរគុណសម្ដេចលោកជំទាវអាដាមលោកជំទាវលោកស្រីនាងកញ្ញាបងប្អូនទាំងអស់ដែលបានតាមដានទស្សនានិងតាមដានស្ដាប់ដោយយកចិត្តទុកដាក់ជាមួយនឹងកម្មវិធីយើងនេះតាំងពីដើមដល់ចប់ខ្ញុំបាទសូមលំអរកាយគោរពជូនពរលោកស្រីនាងកញ្ញាបងប្អូនរួមជាតិជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនសម្រាប់ពេលនេះខ្ញុំបាទរួមជាមួយនឹងការរីរបស់យើងសូមអរគុណសូមគោរពលាបាទ